សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបប្រឡាក់សាច់គោងៀតងាយស្រួលចាស់ហើយក្បួនប្រឡាក់សាច់គោងៀតហ្នឹងគឺមានក្បួនត្រឹមត្រូវបងប្អូនចាស់បើយើងអត់ចេះប្រឡាក់មានក្បួនខ្នាតទេយើងជួនកាត់ប្រៃជួនកាត់សាបជួនកាត់ផ្អែមអញ្ចឹងតែបើសិនជាយើងមានក្បួនច្បាស់លាស់ហើយគឺយើងអាចខ្លាចរសជាតិហ្នឹងគឺផ្លាស់ប្ដូរចាស់ម្ហូបសាច់គោងៀតមុខហ្នឹងគឺអាចជំនួសបានម្ហូបជាច្រើនថ្ងៃណាមួយដែលថាយើងខ្ជិលអត់ដឹងថារកនឹងម្ហូបអីចាហើយទាញម្ហូបហ្នឹងភ្លាមមកយកមកអាំងគឺស្រួលមែនតើហើយរីឯគ្រឿងប្រឡាក់សាច់គោហ្នឹងខ្ញុំប្រើម្ទេសកូរ៉េគឺម្ទេសក្រហមចាចម្រាញ់យកទៅជាប្រេងបើបងប្អូនអត់មានម្ទេសក្រហមចម្រាញ់ទៅប្រេងអញ្ចឹងអាចប្រើម្ទេសផ្លោកម្ទេសក្រៀមយើងចាយកទៅចិញ្ច្រាំហើយយកទៅប្រឡាក់សាច់គោក៏បានដែរតែខ្ញុំឃើញបងប្អូនខ្លះគេយកព្រីយ៉ាគីជាប្រភេទគ្រាប់ចម្រាញ់យកប្រេងក្រហមគ្រាន់តែយកពណ៌ប៉ុន្តែបើសិនយកប្រេងម្ទេសដូចខ្ញុំធ្វើនេះគឺមានរសជាតិហឹរស្រាប់គឺមានជាតិហឹរតិចឆ្ងាញ់មែនតើរីឯគ្រឿងផ្សំប្រឡាក់សាច់គោហ្នឹងខ្ញុំប្រើខ្ញីហើយនិងរំដេងហើយខ្ញុំចង់ប្រាប់ថារំដេងមុននឹងយកទៅបុកនេះខ្ញុំហាន់ជាទូចហើយខ្ញុំយកទៅដាក់ទូទឹកកកមួយយប់សិនឬក៏ដាក់ធ្វើមេអេកហើយបន្ទាប់មកខ្ញុំយកទៅដាក់នៅក្នុង microwave ប្រហែលជា2នាទីដើម្បីងាយស្រួលក្នុងការបុកឆាប់ម៉ត់ហើយណាមួយចេញចសៃបានល្អចាបើបងប្អូនបុកទាំងដូចថានៅស្រស់ត្មងគឺអត់ងាយចាញ់ទឹកហើយអត់ងាយចាញ់អាសរសៃនឹងទៀតណាបទពិសោធន៍ខ្ញុំពីមុនមកខ្ញុំបុកស្រស់តែលើកនេះខ្ញុំធ្វើអញ្ចឹងគឺងាយស្រួលបុកមែនតើហើយសំខាន់គឺវាបានទឹករំដេងហ្នឹងយកទៅលាយជាមួយនឹងសាច់គោផងចាក្រោយពីបុករំដេងម៉ត់ហើយខ្ញុំធ្វើការបុកខ្ញីបន្តទៀតចាបុកខ្ញីហើយនឹងរំដេងផ្សេងគ្នាក្រោយពីបុកផ្សេងគ្នាម៉ត់អស់ហើយខ្ញុំចាប់ផ្ដើមបុកខ្ញីរំដេងដាក់ចូលគ្នាតែម្ដងចារួចហើយខ្ញុំបន្តធ្វើការបុករហូតតតាខ្ញីហើយរំដេងចូលជាតិគ្នាដែលមើលទៅឃើញថាមានជាតិទឹកតិចចូលគ្នាដើម្បីងាយស្រួលក្នុងការច្របាច់យកទឹកវាទៅប្រឡាក់ជាមួយនឹងសាច់គោពីមុនខ្ញុំធ្លាប់ធ្វើការប្រឡាក់សាច់គោឲ្យមានក្បួនខ្នាតអីទេពេលដែលខ្ញុំលាយគ្រឿងហើយខ្ញុំតែងតែភ្លក់អញ្ចឹងថាឲ្យប្រៃផ្អែមអីល្មមអញ្ចឹងបានខ្ញុំប្រឡាក់សាច់ប៉ុន្តែពិធីលើកនេះគឺខ្ញុំចង់ប្រាប់ក្បួនត្រឹមត្រូវដែលថាខ្ញុំបានពីម្ដាយក្មេងខ្ញុំសាច់គោដែលខ្ញុំយកមកប្រឡាក់លើកនេះគឺចំនួន6ផោនស្មើនឹង3គីឡូចាបើគិតជាគីឡូគឺស្មើនឹង3គីឡូអញ្ចឹងខ្ញុំចង់ប្រាប់ថារំដេងហើយខ្ញីគឺខ្ញុំបានវាស់ប្រហែលខាំអីទេគឺខ្ញុំលៃលោកទៅតាមចំនួនសាច់ដែលខ្ញុំមានអញ្ចឹងចាឥឡូវនេះខ្ញុំដាក់ស្រា cooking ចា1ស្លាបព្រាដាក់ចូលគ្នាអញ្ចឹងទៅហើយខ្ញុំច្របាច់រហូតតទៅចេញទឹកអញ្ចឹងចាដើម្បីយកជាតិទឹកស្រាហ្នឹងហើយនឹងរំដេងខ្ញីហ្នឹងឲ្យបានទឹកឲ្យច្រើនអញ្ចឹងហើយបន្ទាប់មកខ្ញុំស្រង់យកទៅកាក់ចាញ់ហើយរីឯកាកវាគឺខ្ញុំអត់បោះចោលទេណាបងប្អូនចាគឺខ្ញុំទុកមួយឡៃសិនហើយបានខ្ញុំធ្វើការបន្តគ្រឿងផ្សំតទៀតអំបិលខ្ញុំដាក់2ស្លាបព្រាបាយស្ករសខ្ញុំដាក់ចំនួន6ស្លាបព្រាបាយហើយបងប្អូនគិតមើលទៅសាច់គោខ្ញុំមានចំនួន3គីឡូអញ្ចឹងចែកចេញជា1គីឡូក្នុង1គីឡូគឺស្មើនឹង2ស្លាបព្រាបាយម្សៅស៊ុបខ្ញុំដាក់ចំនួន3ស្លាបព្រាបាយចែកចេញ1គីឡូគឺស្មើនឹង1ស្លាបព្រាបាយក្នុង1គីឡូរីឯប៊ីចេខ្ញុំដាក់ត្រឹមតែ1ស្លាបព្រាបាយទេហើយបងប្អូនចែកចេញជា3រីឯទឹកប្រេងខ្យងខ្ញុំដាក់3ស្លាបព្រាបាយទឹកស៊ីអ៊ីវដែលមានរសជាតិផ្អែមហៅថា sweet soy sauce ខ្ញុំប្រើចំនួន3ស្លាបព្រាបាយតែនៅក្នុងវីដេអូនេះដោយសារកាត់វីដេអូអញ្ចឹងអត់ឃើញទេទឹកស៊ីអ៊ីវខ្ញុំប្រើចំនួន3ស្លាបព្រាបាយទៅតាមចំនួនសាច់3គីឡូរីឯប្រេងល្ងខ្ញុំប្រើ3ស្លាបព្រាបាយផងដែររីឯម្រេចខ្ញុំប្រើត្រឹមតែ1ស្លាបព្រាបាយទេដោយសារខ្ញុំប្រើម្ទេសឆាគឺមានជាតិហឹរតិចៗអញ្ចឹងខ្ញុំអាចប្រើច្រើនជាងហ្នឹងទេបន្ទាប់មកប្រេងឆាដែលខ្ញុំឆាទុកហ្នឹងគឺខ្ញុំប្រើចំនួន3ស្លាបព្រាបាយចាហើយនេះខ្ញុំឆាដាក់នៅក្នុងកឡទុកត្រជាក់ហ្នឹងចាខ្ញុំយកមកប្រែហើយសារនៅសល់ខ្ញុំដាក់កូនចានអញ្ចឹងក្នុងកូនចានហ្នឹងគឺមានចំនួនប្រហែល1ស្លាបព្រាបាយអញ្ចឹងខ្ញុំថែមពីក្នុងហ្នឹងក្នុងកឡដែលខ្ញុំមានហ្នឹងថែម2ស្លាបព្រាបាយទៀតអញ្ចឹងសរុបទៅគឺ3ស្លាបព្រាបាយនៃប្រេងម្ទេសបន្ទាប់ពីលាយគ្រឿងសពគ្រប់អស់ហើយខ្ញុំធ្វើការកូរមួយសន្ទុះដែរដើម្បីឲ្យវារលាយជាតិស្ករគ្រឿងហ្នឹងបានចូលសពល្អបន្ទាប់មកខ្ញុំធ្វើការបន្តដាក់សាច់គោចំនួន3គីឡូដែលខ្ញុំមានហ្នឹងចាគឺច្របាច់ចូលគ្នារហូតប្រហែលការច្របាច់ប្រឡាក់សាច់ហ្នឹងគឺចំនួនប្រហែលជា10នាទីចាតែកាលណាយើងច្របាច់អត់សពទេអញ្ចឹងសាច់គោហ្នឹងគឺវាអត់ជាតិអត់ស្មើគ្នាទេដោយសារសាច់គោហ្នឹងវាខ្ញុំហាន់ហ្នឹងប្រភេទសាច់ដូចថាអត់យកស្ដើងទេណាខ្ញុំយកមកកម្រាស់ល្មមដល់ពេលយើងយកទៅហាលទៅគឺយើងហែកមកគឺមានជាតិសរសៃឆ្ងាញ់ចាកាលណាយើងយកស្ដើងពេកពេលអាំងទៅគ្រាមគឺអត់ឆ្ងាញ់ទេហើយបន្ទាប់មកខ្ញុំក៏យកអាកាដែលខ្ញុំបុកគឺខ្ញីហើយរំដេងហ្នឹងយកមកចាក់លាយច្របល់ជាមួយនឹងសាច់រីឯម្ទេសហើយខ្ញុំប្រើចំនួន3ស្លាបព្រាបាយហើយបន្ទាប់មកខ្ញុំក៏ច្របល់ចូលបានសព្វល្អជាមួយគ្នារយៈពេល10ទៅ15នាទីក្រោយបន្ទាប់មកខ្ញុំក៏រៀបចំដាក់ចូលថាហើយដាក់ចូលក្នុងទូទឹកកករយៈពេល1យប់ហើយនិយាយទៅគឺជាង10ម៉ោងឯណោះខ្ញុំដាក់ចូលក្នុងទូទឹកកកដោយសារខ្ញុំទៅធ្វើការហើយពេលខ្ញុំត្រឡប់មកពីធ្វើការវិញបានខ្ញុំធ្វើការដាក់ហាលរយៈពេល9ម៉ោងពេលហាលហ្នឹងខ្ញុំ set up រាល់3ម៉ោងម្ដងដើម្បីមក check មើលសាច់ឲ្យប្រែអញ្ចឹងណាខ្ញុំអត់ដាក់set up 9ម៉ោងជាប់ពេលទី1ខ្ញុំអត់ចង់ឲ្យម៉ាស៊ីនខ្ញុំដើរយូរធ្វើឲ្យចាប់ខូចម៉ាស៊ីនហើយទី2សួរខ្ញុំបានមក check មើលសាច់ផងអញ្ចឹងពេលខ្ញុំ3ម៉ោងខ្ញុំមក check មើលសាច់ដល់ពេលរយៈពេលប្រហែលជា7ម៉ោងចាស់គឺសាច់ខ្លះបានស្ងួតទេជាសាច់ខ្លះធម្មតាពេលយើងជាសាច់ខ្លះស្ដើងបន្តិចទៅសាច់ខ្លះរៀងក្រាស់អញ្ចឹងណាអញ្ចឹងខ្ញុំត្រូវ check មើលរហូត
ហើយបើយើងមានថ្ងៃហាលវិញបងប្អូនរយៈពេលតែ4ម៉ោងគឺស្រួលល្អមែនតើសាច់គោតែដោយសារម៉ាស៊ីនថ្ងៃទៅប្រើរយៈពេលយូរម៉ោងតិចដោយសារវាមានជាតិកម្ដៅអីក្ដៅខ្លាំងដូចជាព្រះអាទិត្យទេចាបើហាថ្ងៃលឿនជាងឥឡូវនេះឆ្អិនរួចរាល់ហើយបងប្អូនអាចមើលឃើញថាពេលដែលយើងហាន់អត់ស្ដែងយើងហែកសាច់ហ្នឹងវាចេញសរសៃមកគឺយើងញ៉ាំលេងឆ្ងាញ់គឺរសជាតិមិនល្មមមិនប្រៃមិនសាបហើយក៏មិនផ្អែមខ្លាំងដែរគឺផ្អែមដូចថារបៀបដាក់ហាសាច់គោងៀតក្បួនខ្ញុំនេះបងប្អូនអាចធ្វើតាមខ្ញុំ1គីឡូសាកសិនអញ្ចឹងក្បួនដែលខ្ញុំលាយមុនបងប្អូនចែកចេញជា3ទៅចាហើយសាកធ្វើ1គីឡូវិញខ្ញុំធានាថាឆ្ងាញ់ហើយគឺរសជាតិយើងញ៉ាំសាបក៏បានយើងញ៉ាំជាមួយបាយក៏បានអរគុណច្រើនបងប្អូនមិត្តភ័ក្តិទាំងឡាយដែលបានចូលចិត្តទស្សនា